กองกำลังราวุธមានសិទ្ធិការពារខ្លួនខ្ញុំប្រាប់ប្រមាថយើងអនុវត្តយើងមិនប្រើហិង្សាជាមួយប្រជាពលរដ្ឋទេប៉ុន្តែបើសិនជាមានការបាញ់ប្រហារមកលើកងទ័ពឬមួយក៏មានចេតនាធ្វើសកម្មភាពចង់ឲ្យគ្រោះថ្នាក់ណាមួយកងទ័ពនិងកងកម្លាំងរាវុធមានសិទ្ធិការពារខ្លួនយកឲ្យច្បាស់ពួកប្រជាជនធម្មតាគ្មានកំភ្លើងទេអញ្ចឹងអ្នកដែលប្រព្រឹត្តខុសសារឲ្យច្បាស់កុំចង់សាកយកកំភ្លើងបាញ់កងទ័ពបាញ់ប៉ូលីសបាញ់ PM កុំឲ្យសោះកុំយកទូកមកចង់បុកបលិចទូកបោះកងកម្លាំងនៅកណ្ដាលទន្លេពួកកន្លងទៅមានហើយបងប្អូនសួរយោបល់ខ្ញុំថាបើគេបំពេញបែបនេះបើសិទ្ធិការពារខ្លួនខ្ញុំទទួលខុសត្រូវពួកខ្ញុំបញ្ជាឲ្យអនុវត្តច្បាប់ខ្ញុំត្រូវការពារបងប្អូនបាទបើមិនចឹងអ្នកអនុវត្តច្បាប់មានទឹកចិត្តមានភាពក្លាហានណាទៅបើគេយកមកបាញ់ឲ្យអត់មានពីណាការពារតែសូមឲ្យអនុវត្តច្បាប់ត្រឹមត្រូវតាមច្បាប់បាទហើយសូមអ្នកដែលបំពេញច្បាប់កុំលេងសោះកុំលេងសើចថ្ងៃមុនឃើញណាបាញ់ឧទ្យានុរៈនៅកន្លែងណានោះអាហ្នឹងឧទ្យានុរៈប្រយ័ត្នកម្លាំងភូមិភាគមួយទៅនៅខេត្តខាងលើភូមិភាគមួយក៏ទៅដែរបាទអញ្ចឹងសូមកុំប្រើហិង្សាមានអីយើងដោះស្រាយទៅបងប្អូនមិនដឹងថាម៉េចឃើញគេបើកបុកចង់បលិចឃើញកន្លែងខ្លះចង់បាញ់ចង់អីទៀតតែយើងមិនប្រើហិង្សាដាច់ខាតលើកលែងតែការការពារខ្លួនទេហើយបើអនុវត្តក្នុងការអនុវត្តច្បាប់មានតល័យកត្រឹមត្រូវការការពារខ្លួនត្រឹមត្រូវខ្ញុំจะការពារបងប្អូនព្រោះដើម្បីផលប្រយោជន៍រួមអញ្ចឹងខ្ញុំសូមបញ្ជាក់បែបនេះហើយបើសិនជាការបក្រាបការធ្វើទៅវាប៉ះពាល់ខុសគោលដៅទៅដល់ប្រជាពលរដ្ឋដែលយើងមិនមានចេតនាសូមពិគ្រោះមើលជាមួយគាត់ត្រូវការកែសម្រួលទាំងក្រសួងកសិកម្មក្រសួងពាក់ព័ន្ធអាជ្ញាធរខេត្តកងកម្លាំងដែលចុះអនុវត្តយើងមិនមែនកដេថៃទេយើងធ្វើដើម្បីរស់ទាំងអស់គ្នាជាពិសេសជីវភាពរស់នៅរបស់ប្រជានេសាទតូចតាចរបស់យើងដែលខ្ញុំទៅកំពង់ភ្លុកខ្ញុំជិះទូកមួយនៅទីនោះខ្ញុំសួរអ៊ំស្រីដែលចែវទូកគាត់ប្រាប់ថាប្តីទៅនេសាទប្រពន្ធចែវទូកទេសចរគាត់ខ្សឹបប្រាប់ខ្ញុំសម្ដេចជួយផងថាម៉េចនេសាទអត់សូវត្រីទេថាម៉េចចឹងខែដឹងត្រីអត់ទៅដោយសារនេសាទខុសច្បាប់ច្រើនពេកយប់ឡើងវាមកកណូតវាលឿនណាស់មកសំណាញ់តុំយកទៅអស់ពួកខ្ញុំអត់ហ៊ានទេបង្ក្រាបពួកអស់អ្នកទាំងអស់នោះដើម្បីឲ្យប្រជាជនស្លូតត្រង់អ្នកនេសាទយើងមានលទ្ធភាពរកត្រីចិញ្ចឹមជីវិតត្រូវធ្វើបែបនេះបាទ